រឿងកំហឹងដើមពោនៅភូមិលវីស្ថិតនៅជាប់ដងទន្លេតូចមួយមានដើមពោចំណាស់មួយដើមឈរយ៉ាងខ្ពស់សង្ហាដើមពោនេះមានអាយុជាង400ឆ្នាំមកហើយវាគឺជាទីកន្លែងគោរពសក្ការៈបូជារបស់អ្នកភូមិតាំងពីចំនួនដូនតាមកម្លេះពួកគេមានជំនឿថាវាជាអ្នកថែរក្សាសុខសន្តិភាពសម្បូរសប្បាយដល់អ្នកភូមិស្លឹកពោខៀវខ្ចីបែកមែកសាខាយ៉ាងធំសម្បើមផ្ដល់ម្លប់ដល់អ្នកភូមិនិងជាកន្លែងប្រជុំនៅសម្រាប់ធ្វើពិធីសាសនាផ្សេងៗផងដែរថ្ងៃមួយមានប្តីប្រពន្ធ2នាក់ឈ្មោះសុកនិងស្រីបានមកទិញដីនៅតំបន់នេះដីនោះមានដើមពោដ៏ធំចំណាស់នោះផងដែរដំបូងឡើយពួកគេមានចិត្តសប្បាយរីករាយក្រៃលែងដោយបានរស់នៅក្បែរដើមពោដ៏មានបារមីមួយនេះពួកគេតែងតែយកផ្កានិងធូបទៅថ្វាយហើយថែរក្សាដើមឈើនេះយ៉ាងល្អអ្នកភូមិក៏បានសរសើរពួកគេថាជាមនុស្សដែលមានចិត្តសទ្ធាប៉ុន្តែថ្ងៃមួយមានឈ្មួញម្នាក់មកពីទីក្រុងបានមកជួបពួកគេគាត់បានស្នើទិញដើមពោនេះដែលឲ្យតម្លៃខ្ពស់ឈ្មួញបានប្រាប់ថាគេចង់កាប់ដើមឈើមួយនេះយកទៅធ្វើជាគ្រឿងសង្ហារឹមប្រណិតដើម្បីលក់ដំបូងឡើយសុកនិងស្រីបានបដិសេធដោយសារពួកគេគោរពដើមពោនេះណាស់ហើយមិនចង់ឲ្យវាត្រូវបានឈ្មួញកាប់ចោលនោះទេប៉ុន្តែឈ្មួញមិនបានបោះបង់គំនិតរបស់ពួកគាត់ឡើយគាត់នៅតែបន្តមកចរចាតម្លៃជាមួយនឹងប្តីប្រពន្ធមួយគូនេះមួយលើកជា2លើករហូតដល់តម្លៃបានកើនឡើងរហូតទៅដល់4ដងឯណោះដែលធ្វើឲ្យប្តីប្រពន្ធ2នាក់កើតក្តីលោភលន់ពួកគេបានសម្លឹងមកគ្នាហើយជជែកគ្នាថាបើសិនជាយើងលក់ដើមពោមួយនេះយើងនឹងសល់លុយជាច្រើនសម្រាប់បង្កើតមុខរបរថ្មីប្រហែលថ្ងៃក្រោយមកពួកគេក៏បានប្រាប់ទៅឈ្មួញវិញថាពួកគេព្រមលក់ហើយដោយពួកគេចង់បានតម្លៃខ្ពស់ឈ្មួញគ្រាន់តែឮប្តីប្រពន្ធថាព្រមលក់ភ្លាមគេក៏បានឲ្យគ្នារបស់គេយកពូថៅមកកាប់ដើមពោមួយដើមនេះផ្ដួលរលំភ្លាមតែម្ដងអ្នកភូមិមានការភ្ញាក់ផ្អើលនិងសោកស្ដាយយ៉ាងខ្លាំងមានអ្នកខ្លះស្ដីបន្ទោសជេរប្តីប្រពន្ធនេះទៀតផងថាជាមនុស្សលោភលន់បំផ្លាញរបស់ដែលជាទីគោរពសក្ការៈរបស់អ្នកភូមិប៉ុន្តែប្តីប្រពន្ធ2នាក់ពេលដែលគេមានលុយហាក់មិនខ្វល់នឹងពាក្យស្ដីជេររបស់អ្នកភូមិឡើយព្រោះអីគេមានលុយច្រើននៅក្នុងដៃទោះជាយ៉ាងណាចាប់ពីថ្ងៃនោះមករឿងចម្លែកបានកើតឡើងដំបូងឡើយសុកចាប់ផ្ដើមឈឺគាត់មានអាការៈជំងឺចម្លែកដែលគ្រូពេទ្យមើលមិនជាគាត់មានការក្តៅខ្លួនក្អួតឈាមរាងកាយចុះស្គមរីងរៃមិនយូរប៉ុន្មានគាត់ក៏បានស្លាប់ទៅចំណែកស្រីដែលជាប្រពន្ធបានធ្លាក់នៅក្នុងសភាពសោកសៅប៉ុន្តែមិនទាន់អស់ក្តីសង្ឃឹមនោះទេបន្តិចម្ដងនាងចាប់ផ្ដើមមានសតិមិនគ្រប់នាងចាប់ផ្ដើមរវាយនិយាយតែម្នាក់ឯងពេលខ្លះក៏សោចពេលខ្លះក៏យំពេលខ្លះក៏រវាយស្រែកឲ្យអ្នកភូមិជួយថានាងត្រូវបានលងបន្លាចទៅដោយដើមពោអ្នកភូមិជឿថានាងបានឈួតបាត់ទៅហើយរឿងមិនទាន់ចប់ត្រឹមនេះទេអ្នកភូមិលវីដែលធ្លាប់តែមានសេចក្តីសុខសាន្តពេលនេះស្រាប់តែជួបនៅគ្រោះធម្មជាតិជាបន្តបន្ទាប់ភ្លៀងចាប់ផ្ដើមធ្លាក់មិនឈប់ទឹកជំនន់ជន់លិចផ្ទះសម្បែងនិងស្រែចម្ការរន្ទះបាញ់ស្លាប់គោក្របីអ្នកភូមិអស់ជាច្រើនពេលខ្លះមានខ្យល់ជុះបក់កន្ត្រាក់របើកដំបូលផ្ទះរបស់អ្នកស្រុកដែលធ្វើឲ្យអ្នកស្រុកមានការក្តៅក្រហាយរស់នៅមិនមានក្តីសុខអ្នកភូមិជឿថានេះគឺជាកំហឹងរបស់ដើមពោដែលសងសឹកចំពោះអំពើលោភលន់របស់ប្តីប្រពន្ធ2នាក់
ដែលកាប់ដើមពូដ៏ស័ក្តិសិទ្ធិរបស់អ្នកស្រុកពេលវេលាចេះតែកន្លងទៅអ្នកភូមិល្វីប្រែជាស្ងាត់សូន្យឈឹងអ្នកភូមិខ្លះបានចាក់ចេញទៅរកកន្លែងថ្មីខ្លាចរឿងអាក្រក់បន្តកើតមានឡើងតទៅទៀតចំណែកឯស្រីនៅតែរស់ក្នុងភូមិដើរត្រាច់ចរទៅមកដោយសតិមិនប្រក្រតីតែងតែស្រែកថានាងឃើញស្រមោលដើមពូតាមអន្តងខ្លួនប្រាណរបស់នាងមិនលុះថ្ងៃចំណែកដីដែលធ្លាប់តែមានដើមពូនោះបានคล้ายជាដីទំនេរគ្មានជីជាតិនិងគ្មាននរណាម្នាក់ហ៊ានទៅជិតឡើយ